ចាស់បងប្អូនជនរួមជាតិនិងមិត្តអ្នកប្រើប្រព័ន្ធបណ្ដាញផ្សព្វផ្សាយសង្គមទាំងអស់ជាទីគោរពរាប់អានជាការពិតការឆ្លើយតបទៅវិញទៅមករវាងគ្នាមិនមែនជាលទ្ធផលល្អសម្រាប់ប្រជាជាតិខ្មែរទេក៏ប៉ុន្តែខ្ញុំមិនជាអ្នកវាយប្រហារឬរិះគន់គ្មានមូលដ្ឋានដែរហើយក៏មិនមែនជាអ្នកគ្រប់គ្រងផ្កាប់មុខរបស់គណៈបកណានោះទេក៏ប៉ុន្តែដោយសារតែខ្ញុំបានស្ដាប់និងឃើញវីដេអូឃ្លីបរបស់នាងយងខេមរាដែលបានលើកពីចំណុចមួយចំនួនដែលនាងបាននិយាយរិះគន់ពីសកម្មភាពសង្គមដែលកើតមានឡើងកន្លងមកចាពេលខ្លះខ្ញុំពិតជាអាណិតនាងដែលព្យាយាមបំពងសម្លេងដើម្បីតែផ្គាប់ចិត្តមេលក់ជាតិរបស់នាងនៅក្នុងនោះនាងបាននិយាយថាគណៈបកសង្គ្រោះជាតិបានបង្ហាញនៅផែនការ3ចំណុចក្នុងគោលបំណងផ្ដួលរំលំរដ្ឋាភិបាលភ្នំពេញដែលពលរដ្ឋភាគច្រើននៅក្នុងក្រុងភ្នំពេញបានបោះឆ្នោតឲ្យកាលពីថ្ងៃទី28ខែកក្កដាឆ្នាំ2013កន្លងទៅចាស់នៅក្នុងនោះក៏មានផែនការខ្លះពុំបានខ្វល់ខ្វាយពីអាយុជីវិតពលរដ្ឋការប្រើប្រាស់កម្លាំងធ្វើជាខែលនិងបង្កការញុះញង់ឲ្យមានការផ្ដាច់ជំនួយនិងការរៀបចំបង្កចលាចលក្នុងប្រទេសដើម្បីបង្កើតរូបភាពហិង្សាដោយយករូបភាពហិង្សាទាំងនោះដាក់ទៅតុលាការអន្តរជាតិដើម្បីចោទរដ្ឋាភិបាលក្រុងភ្នំពេញថាបានប្រព្រឹត្តអំពើផ្ដាច់ការចាក្នុងចំណុចនេះខ្ញុំពិតជាសូមសរសើរនាងដែលចេះព្រោះលួងចិត្តឲ្យក្រុមលក់ជាតិបានល្អណាស់ប៉ុន្តែខ្ញុំសូមឲ្យនាងប្រើខួរជាកញ្ចក់ដាច់ថ្លៃឲ្យក្រុមលក់ជាតិទាំងនោះពិចារណាឡើងវិញថាតើបញ្ហាទាំងអស់បណ្ដាលមកពីគណៈបកសង្គ្រោះជាតិឬក៏មកពីគណៈបកប្រជាជនដែលហៅថាគណៈបកលក់ជាតិបច្ចុប្បន្ននោះចាគ្មានពលរដ្ឋខ្មែរណាម្នាក់ដែលចង់បានសង្គ្រាមហើយក៏គ្មានមនុស្សណាម្នាក់ដែលមិនចង់បានសន្តិភាពដែរហើយក៏គ្មាននរណាម្នាក់ដែលចង់រស់នៅក្រោមអាណានិគមនៃរបបផ្ដាច់ការដែរខ្ញុំសូមផ្ដាំទៅក្រុមរបស់នាងថាពលរដ្ឋខ្មែរទ្រាំជាង30ឆ្នាំមកហើយដែលពួកគេមិនហ៊ានរើបំរាស់តតែសោះតែថ្ងៃនេះមិនមែនមេដឹកនាំគណៈបកសង្គ្រោះជាតិប្រមាណអ្នកនឹងទេទោះជាមិនមានគណៈបកសង្គ្រោះជាតិក៏ពួកគេរើបំរាស់ដែរពួកគេតាំងពីមានផ្ទះមានដីធនធានធម្មជាតិដែលសម្បូរមិនខ្វះឥឡូវម្នាក់រកតែបាយទទួលទានក៏មិនបានផងដោយភាពតច្រករបស់ពួកគេខ្ញុំមិនដឹងថានាងបានឃើញនាងបានប្រើក្របភ្នែករបស់នាងមើលឃើញឬក៏អត់ទេក៏ប៉ុន្តែពួកគេបានព្យាយាមធ្វើជាទេសកលឆ្លងដែនតើទុកវេទនាទាំងនេះក្រុមកាន់អំណាចបច្ចុប្បន្ននឹងដែលបើកក្របភ្នែកមើលទេជាពិសេសគឺលោកហ៊ុនសែនផ្ទាល់តើនរណាជាអ្នកបង្កចលាចលចង់រំលំរដ្ឋាភិបាលភ្នំពេញពលរដ្ឋខ្មែរឬក៏គណៈបកសង្គ្រោះជាតិតើអ្នកទាំងនោះមានគ្រឿងសព្វាវុធមានប្រាក់រាប់លានដើម្បីជួលកងកម្លាំងប្រដាប់អាវុធដើម្បីការពារដោយលោកហ៊ុនសែនទេមុននឹងនាងលើកយកមកនិយាយសូមនាងប្រើខួររបស់នាងផងប្រសិនជានាងខ្វាក់ខួរណាស់នាងទៅលាងខួរនាងសិនសំនិយាយខ្ញុំសង្កេតឃើញតាំងពីក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី5ត្រូវបានបញ្ចប់ខ្ញុំសួរថាអំពើហិង្សាអ្វីខ្លះដែលកើតឡើងតាំងពីបិទផ្លូវតាំងពីប្រើកងកម្លាំងប្រដាប់អាវុធបាញ់មកលើពលរដ្ឋស្លូតត្រង់ដែលពួកគេគ្រាន់តែទាមទារប្រាក់ឈ្នួលបន្តិចបន្តួចដើម្បីកំដរថ្ងៃស្លាប់ឯប្រាក់ខែរបស់ពួកគេទៀតសោតគឺមិនស្មើនឹងក្រុមលក់ជាតិឲ្យស្រីក្មេងដើម្បីបំផ្លាញសង្គមមកយុគផងចាបញ្ហាសង្គមមានរាប់មិនអស់មុននឹងនាងជាសត្វឆ្កែព្រុសដើម្បីតែកំដរអារម្មណ៍នៃការសប្បាយរបស់ក្រុមនាងសូមនាងមើលឲ្យឃើញពីភាពអសកម្មនៃសង្គមបច្ចុប្បន្នផងតើក្រុមអស់លោកជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលលោកហ៊ុនសែនដែលជាពិសេសលោកហ៊ុនសែនផ្ទាល់ដែលបានឃើញពីទុក្ខវេទនារបស់ពួកគេទេខ្ញុំគិតថាអ្វីដែលប្រព័ន្ធផ្សព្វផ្សាយលំអៀងយកតែចំណុចលើកជើងកោតសរសើរតែពីអ្វីដែលល្អឯចំណុចអាក្រក់ទូទាំងប្រទេសមិនដែលលើកមកនិយាយទេដីស្ទើរតែទាំងអស់ក្នុងប្រទេសកម្ពុជាតើជាកម្មសិទ្ធិរបស់ពលរដ្ឋខ្មែរទៀតទេកេងប្រវ័ញ្ចតាំងពីកម្លាំងពលរដ្ឋមិនអស់ចិត្តទេកេងប្រវ័ញ្ចគេមរតកដូនតាដែលបន្សល់ទុកឲ្យកូនខ្មែររាប់ពាន់ឆ្នាំលក់គ្មានសល់ថាអភិវឌ្ឍតើអភិវឌ្ឍអ្វីខ្លះអភិវឌ្ឍកន្លែងណាទីនោះគឺរលាយកន្លែងហ្នឹងហើយទុក្ខវេទនាគឺមាននៅគ្រប់ទីកន្លែងទាំងអស់ខ្ញុំសូមជម្រាបនាងនិងក្រុមលក់ជាតិទាំងអស់ដែលកំពុងសប្បាយលើគំនរទុកប្រជាពលរដ្ឋជាពិសេសគឺគំនរស្ថានភាពរលាយពូជសាសន៍និងប្រទេសកំពុងតែចាប់ផ្ដើមការប្រកាសចង់អភិវឌ្ឍឲ្យដោយប្រទេសសេរីឬប្រទេសដទៃទៀតសូមលោកហ៊ុនសែនមើលកូនចៅរបស់លោកតាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់កំពូលតើមួយណាខ្លះមានឧត្តមគតិជាតិហើយមួយណាដែលមិនកេងប្រវ័ញ្ចនិងបំផ្លាញជាតិរាល់ថ្ងៃគ្មានផលិតផលសម្រាប់ណាមួយដែលខ្មែរបង្ហាញឲ្យពិភព
លោកបានស្គាល់ពាក្យតសញ្ញាណខ្មែរនឹងជួយឲ្យពលរដ្ឋខ្មែរមានការងារធ្វើត្រឹមត្រូវទេគឺមានតែធ្វើឲ្យទុក្ខវេទនាកាន់តែខ្លាំងថែមទៀតចាស់ចំណុចមួយទៀតគឺការបង្កឲ្យមានអំពើហិង្សាដើម្បីឲ្យបរទេសផ្ដាច់ជំនួយពាក្យនេះខ្ញុំសូមផ្ដាំទៅក្រុមលោកជាតិទាំងអស់ថាជំនួយដែលបរទេសផ្ដល់មកខ្មែរតើបានមកខ្មែរឬក៏បានទៅយួនបើនាងមិនដឹងអស់ទេសូមនាងស្រាវជ្រាវនិងសិក្សាឡើងវិញម្យ៉ាងបើនាងគ្រាន់តែជាអ្នកសារព័ត៌មានម្នាក់ជាកញ្ចេះរបស់ពួកលោកជាតិមួយក្រុមទេនាងគួរបើកក្របភ្នែកនិងបើកខួរនាងមើលសិនបើទោះជាពេលខ្លះជំនួយទាំងអស់មិនផ្ដល់ជាប្រាក់សុទ្ធមែនក៏ប៉ុន្តែជំនួយទាំងនោះគេទទួលជាទំនិញដោយមិនគិតពន្ធដើម្បីអ្វីគឺដើម្បីឲ្យពលរដ្ឋខ្មែរមានការងារធ្វើដូចជាអង្គសម្ភារៈផ្សេងៗដែលជាផលិតផលរបស់ពលរដ្ឋខ្មែរបង្កើតនិងផលិតផ្ទាល់ក៏ប៉ុន្តែរដ្ឋាភិបាលរបស់លោកហ៊ុនសែនដែលគិតដល់ពលរដ្ឋខ្មែរទេការប្រកាសឲ្យពលរដ្ឋខ្មែរធ្វើស្រូវដើម្បីលក់ឲ្យរដ្ឋឬក្រុមបកពួកគណៈបកប្រជាជនកម្ពុជាដោយទិញក្នុងតម្លៃមួយខ្ពស់ប៉ុន្តែនៅពេលដែលពួកគេធ្វើបានហើយតើក្រុមឈ្មួញជញ្ជក់ឈាមខ្មែរដែលយកអំណាចរបស់លោកហ៊ុនសែនមកប្រើដែលបានគិតទេគឺទទួលទិញក្នុងតម្លៃមួយថោកបណ្ដាលឲ្យពួកគេមិនអាចទប់នឹងការចំណាយបានកត្តាទាំងនោះដែលធ្វើឲ្យពួកគាត់ជំពាក់បំណុលគេបញ្ចាំផ្ទះដីស្រែខ្លះក៏បង្ខំចិត្តចំណាក់ស្រុកទៅក្រៅប្រទេសហើយចំណាក់ស្រុកទៀតសោតនាងដែរឃើញទេនាងដែរឮទេបើនាងជាអ្នកសារព័ត៌មានមែននាងគួរបើកខួរក្បាលនាងផងពេលខ្លះពួកគាត់ត្រូវបាត់បង់ជីវិតដោយសារអីដោយសារតែការធ្វើទរណកម្មពីសំណាក់ពួកបរទេសដែលគាត់ឆ្លងដែនដោយខុសច្បាប់ហើយខ្លះទៀតក៏ខ្លាចជាមនុស្សម្នាក់ឈួតលីលាដែលមកកាន់តែវេទនាជាងមុនទៀតតើនរណាជាអ្នកទទួលខុសត្រូវតើពលរដ្ឋខ្មែររស់ដោយរបៀបម៉េចសួរថាដែលរដ្ឋាភិបាលលោកហ៊ុនសែនដែលបើកភ្នែកមើលទេសំខាន់ជាងនេះទៅទៀតសូម្បីតែសម្លៀកបំពាក់ដែលបរទេសទទួលទិញពីកម្ពុជាដូចគ្នាដែរគឺមានតែ20ទៅ30%ទេដែលផលិតនៅក្នុងកម្ពុជាឯ60ទៅ70%ទៀតផលិតផលទាំងនោះគឺផលិតនៅប្រទេសយួនក៏ប៉ុន្តែដាក់ផលិតនៅក្នុងប្រទេសកម្ពុជាដើម្បីនាំចេញមានផលិតផលដទៃទៀតដែលយួននាំចេញប៉ុន្តែដាក់ផលិតនៅកម្ពុជានៅមានបញ្ហាជាច្រើនរាប់មិនអស់នៅកម្ពុជាដូច្នេះបើសិនជានាងមានខួរជាឆ្កែសម្រាប់តែព្រោះឲ្យគណៈបកប្រជាជនទេសូមនាងពិចារណាផងនៅមានចំណុចមួយទៀតនាងលើកឡើងថាកាលពីថ្ងៃទី21ខែមេសាកន្លងទៅតំណាងរាស្ត្រប្រចាំមណ្ឌលបាត់ដំបងលោកស្រីមួសុខួរបានព្យាយាមចូលទៅកាន់ទីលានប្រជាធិបតេយ្យដើម្បីបង្កឲ្យមានសកម្មភាពអនាធិបតេយ្យដោយក្នុងនោះនាងក៏បានលើកឡើងថាអាជ្ញាធរកំពុងធ្វើការពារនិងស្រាវជ្រាវស៊ើបអង្កេតលើករណីអំពើហិង្សាកន្លងមកដែលបានបង្កឲ្យមានចលាចលសង្គមបំផ្លាញទ្រព្យសម្បត្តិសាធារណៈដូចជាស្ពានថ្នល់មន្ទីរពេទ្យជាពិសេសគឺធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចក្នុងនោះនាងក៏បានលើកឡើងផងដែរថាមានសកម្មជនចំនួន3នាក់ដែលប៉ងចូលទៅកាន់ទីលានប្រជាធិបតេយ្យបានរងរបួសក្បាលចំណុចសំខាន់នោះគឺការប៉ុនប៉ងរបស់អ្នកស្រីមួសុខួរក្នុងគោលបំណងតែមួយគឺចង់ឲ្យផែនការ3ចំណុចខាងលើដែលនាងបាននិយាយពីមុនទទួលបានជោគជ័យចាចំណុចនេះខ្ញុំមិនដឹងថាទីលានប្រជាធិបតេយ្យបច្ចុប្បន្នធ្វើឡើងគឺសម្រាប់ជាទីលានប្រជាធិបតេយ្យពិតប្រាកដឬក៏ជាទីលានផ្ដាច់ការទេតើការបង្កអំពើហិង្សាការពីពេលកន្លងទៅទាំងអស់បណ្ដាលមកពីប្រជាពលរដ្ឋឬក៏បណ្ដាលមកពីក្រុមឆ្កែបម្រើរបស់លោកហ៊ុនសែនហើយខ្ញុំគិតថាអ្វីដែលនាងទន្ទិញចាំមាត់ដែលក្រុមឆ្កែឲ្យកូនឆ្កែកញ្ចាស់ដាច់ថ្លៃដូចជានាងព្រុសនេះពិតជាល្អគ្រាន់បើក៏ប៉ុន្តែអស់លោកដែលកំពុងតែក្រាញអំណាចនិងយកអំណាចមកធ្វើលើពលរដ្ឋនេះគិតថាធ្វើអញ្ចឹងបានជោគជ័យប៉ុន្តែវាមិនអាចទៅរួចទេបើរដ្ឋាភិបាលលោកហ៊ុនសែនពិតជាគោរពច្បាប់មែនតើមានច្បាប់អ្វីខ្លះដែលរដ្ឋាភិបាលអាយ៉ងនេះបង្កើតច្បាប់អ្វីក៏មានប៉ុន្តែច្បាប់ទាំងនោះគឺគ្រាន់តែល្អមើលនិងគ្រាន់ទុកសម្រាប់ចងពលរដ្ឋខ្មែរស្លូតត្រង់ដែលមិនមែនជាបកពួកខ្លួនតែប៉ុណ្ណោះមិនតែប៉ុណ្ណោះចាប់តាំងពីក្រោយការបោះឆ្នោតគ្រាន់តែបង្កើតគណៈកម្មាធិការមិនដឹងប្រមាណទេដើម្បីស៊ើបអង្កេតលើករណីអំពើហិង្សាដែលកើតឡើងក្រោយការបោះឆ្នោតក៏ប៉ុន្តែគណៈកម្មាធិការដែលបង្កើតមានចាប់បានឃាតករយកមកផ្ដន្ទាទោសបានទេខ្ញុំគិតថាលោកហ៊ុនសែនផ្ទាល់ខ្លួនលោកគឺយល់ច្បាស់ជាងគេប្រើឃាតករបាញ់សម្លាប់ពលរដ្ឋស្លូតត្រង់ជាងនេះទៅទៀតគឺជនរងគ្រោះទាំងអស់តែរហូតដល់ពេលនេះរដ្ឋាភិបាលបានទទួលខុសត្រូវចំពោះបញ្ហានេះទេជាពិសេសដូចជាជនរងគ្រោះទាំង3នាក់កាលពីថ្ងៃទី21ពួកគេមានអាវុធក្នុងដៃទេសម្រាប់
មកវាយប្រហារទៅលើក្រមសមត្ថកិច្ចក្រមសន្តិសុខរបស់ក្រមលោកហ៊ុនសែនដែរទេសម្រាប់សហគមន៍បរិយាកាសក៏ដូចគ្នាដែរតើជនរងគ្រោះដែលត្រូវបានក្រុមហ៊ុនរបស់អ្នកស្រីសុយសុផានដែលយកអំណាចរបស់លោកហ៊ុនសែនរបស់លោកហ៊ុននាងដើររឹបអូសដីធ្លីពីប្រជាពលរដ្ឋកន្លងមកដែលនិយាយថាយកទៅអភិវឌ្ឍតើអភិវឌ្ឍអីខ្លះមានតែអភិវឌ្ឍធ្វើផ្ទះល្វែងដើម្បីលក់ទេបោកប្រាស់ប្រជាពលរដ្ឋកុហកប្រជាពលរដ្ឋប្រើកម្លាំងគ្រប់សពបែបយ៉ាងដើម្បីបណ្ដេញពួកគាត់ចេញតើពួកគាត់ដល់ថ្ងៃនេះបានទទួលសំណងត្រឹមត្រូវទេហើយម្យ៉ាងវិញទៀតការលើកឡើងថាសកម្មជនគណបក្សសង្គ្រោះជាតិបានប្រើអកប្បកិរិយាមកលើនាងជាពិសេសការបញ្ចេញមតិរបស់អ្នកសារព័ត៌មានដូចជារូបនាងវាពិតជាគួរឲ្យអស់សំណើចមួយហើយតើកម្ពុជារាល់ថ្ងៃនេះក្នុងរដ្ឋាភិបាលលោកហ៊ុនសែនពិតជាមានសេរីភាពអ្នកសារព័ត៌មានទេបើនាងគ្រាន់តែជាកញ្ចះសម្រាប់ក្រុមលក់ជាតិប្រើទេសូមនាងបើកក្របភ្នែកមើលផងតើមានអ្នកសារព័ត៌មានប្រមាណអ្នកដែលត្រូវបានក្រុមលក់ជាតិសម្រាប់តើមានរោគឃាតករឃើញទេហើយតើរាល់ថ្ងៃនេះមានអ្នកសារព័ត៌មានប្រមាណអ្នកដែលរងការគំរាមខ្ញុំឮការពីពេលថ្មីនេះរដ្ឋាភិបាលលោកហ៊ុនសែនបានកំពុងចេញច្បាប់មួយទៀតគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិតតើនឹងជាសិទ្ធិទូលំទូលាយទេជាសិទ្ធិការបញ្ចេញមតិការរិះគន់ទេខ្ញុំក៏សូមផ្ដាំទៅនាងថាបើនាងខ្វាក់ខ្លួនណានាងទៅមើលតាមទីតំបន់ក្នុងប្រទេសកម្ពុជាសិនជាពិសេសគឺលោកហ៊ុនសែនផ្ទាល់ខ្ញុំមិនដឹងថាលោកដឹងឬមិនដឹងទេប៉ុន្តែខ្ញុំគិតថាលោកប្រហែលជាដឹងតែធ្វើមិនដឹងទេប៉ុន្តែរហូតមានការរើបំរាស់ថ្ងៃនេះមកពីពួកគេអស់ជំនឿលើលោករួមទាំងក្រុមរបស់លោកការគោរពលោកដូចជាអតិថិពេលនេះគេទុកលោកដូចជាសត្រូវសួរពូជរបស់គេលោកពិចារណាទៅថាមកពីមូលហេតុអីបានគេធ្វើដូច្នេះហើយពួកគេមិនមែនជាអ្នកស្រឡាញ់អំណាចបុណ្យស័ក្តិជាពិសេសគឺការក្រាញអំណាចទេពួកគេគ្រាន់តែចង់រស់ឲ្យមានសេចក្តីសុខសម្រាប់គ្រួសារមួយតែប៉ុណ្ណោះតែការចង់បានសេចក្តីសុខនេះក្នុងនាមលោកជាមេដឹកនាំលោកមិនដែលបានប្រតិបត្តិនឹងគួរជាទីគោរពសេចក្តីសុខទាំងនេះលោកជាមេដឹកនាំលោកមិនដែលបានប្រតិបត្តិនឹងគួរជាទីគោរពទេចាជាទីបញ្ចប់នេះនាងខ្ញុំសូមផ្ដាំទៅបងកងកម្លាំងប្រដាប់អាវុធទាំងអស់ថាថ្ងៃនេះបងកាន់អាវុធសម្រាប់ខ្មែរប៉ុន្តែអ្នកដែលចំណេញគឺជាជនជាតិយួននិងពួកលក់ជាតិប៉ុន្តែថ្ងៃណាមួយបងទាំងអស់ផលប្រយោជន៍សម្រាប់គេប្រើបងនឹងទទួលលទ្ធផលដោយពលរដ្ឋទូទៅដែលបងកំពុងតែធ្វើមកលើពួកគេដូចគ្នាជាងនេះទៅទៀតខ្ញុំក៏សូមឲ្យថ្នាក់ដឹកនាំគណៈបក្សសង្គ្រោះជាតិដែលកំពុងធ្វើសកម្មភាពលើឆាកនយោបាយក្នុងប្រទេសកម្ពុជាសូមលោកសម្លឹងមើលឃើញពីទង្វើរបស់រដ្ឋាភិបាលរបស់ក្រុមគណៈបកប្រជាជនដែលបានធ្វើមកលើសកម្មជនគណៈបក្សសង្គ្រោះជាតិក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសដែលគាត់ទទួលរងភាពអយុត្តិធម៌ដែលគាត់រំពឹងទៅលើថ្នាក់ដឹកនាំគណៈបក្សសង្គ្រោះជាតិប៉ុន្តែសូមលោករក្សាជំហរគោរពឆន្ទៈពលរដ្ឋនិងតម្កល់ផលប្រយោជន៍ជាតិម្យ៉ាងទៀតពលរដ្ឋខ្មែរបច្ចុប្បន្នគឺមិនល្ងងខ្លៅទៀតទេពលរដ្ឋគោរពនិងគាំទ្រលោកពលរដ្ឋក៏ហ៊ានប្រឆាំងនឹងលោកដែរប្រសិនជាអស់លោកមិនគិតពីទុក្ខសោករបស់ពួកគេ